សួស្តីបងប្អូនទាំងអស់គ្នាវិធីក្នុងការញោមស្វាយត្រីឆ្អើរមានខ្ទឹមសខ្ទឹមក្រហមម្ទេសជីនាងវងស្វាយនិងត្រីឆ្អើរជាដំបូងយើងត្រូវចិតខ្ទឹមសបងប្អូនចិតខ្ទឹមសវិធីក្នុងការចិតខ្ទឹមសយើងកុំចិញ្ច្រាំវាយើងចិតតែសបកមកយើងទុកសាច់ខ្ទឹមសនិងដុំចឹងមកទាំងខ្ទឹមសខ្ទឹមក្រហមរួចហើយយើងហាន់វាជាចំណិតតូចៗណាបងប្អូនណាដើម្បីយើងស្រួលញ៉ាំពេលខ្ទឹមសយើងហាន់រួចរាល់ហើយបងប្អូនយកខ្ទឹមសទុកម្ដុំសិនទៅដើម្បីយកត្រីឆ្អើរយើងមកអាំងភ្លើងឲ្យវាស្រួយហើយបន្ទាប់មកយើងយកស្វាយរបស់យើងហ្នឹងយកវាពូតទឹកតិចមកកុំឲ្យវាជូរពេកហើយចំពោះស្វាយបងប្អូនអាចប្រើ3ផ្លែបានហើយត្រីឆ្អើរថៃដែងយើងហ្នឹងវា4ត្រីឆ្អើរហ្នឹងយើងប្រើស្វាយតែ3ទៅល្មមហូបឲ្យបងប្អូនហើយបន្ទាប់មកយើងចាប់ដើមយកអាត្រីឆ្អើររបស់យើងហ្នឹងយកមកបេះវាបន្ទាប់ពីបេះរួចហើយយើងចាប់ដើមដាក់ស្វាយចូលដាក់ញោមហើយបងប្អូនឥឡូវហ្នឹងយើងជំហានទី1យើងដាក់ស្វាយចូលមុនបន្ទាប់មកយើងចាក់អាត្រីឆ្អើរដែលយើងបានបេះហើយហ្នឹងយើងចាក់ចូលហើយបន្ទាប់ពីយើងចាក់ចូលហើយអាគ្រឿងផ្សំរបស់យើងហ្នឹងមានខ្ទឹមសហើយនឹងខ្ទឹមក្រហមហ្នឹងយើងដាក់ចូលមកបងប្អូនដាក់ចូលមកបន្ទាប់មកបងប្អូនអាចដាក់ម្ទេសតាមចំណង់ចំណូលចិត្តបងប្អូនបើចំពោះខ្ញុំដាក់តែ5គ្រាប់ទេរាល់ការធ្វើហ្នឹងវិធីក្នុងការធ្វើហ្នឹងផ្សេងគ្នាបងប្អូនអាចយកវិធីខ្ញុំទៅធ្វើក៏បានឬមួយក៏បងប្អូនអាចឆ្នៃរបៀបបងប្អូនធ្វើក៏បានដែរដូចតែគ្នាទេឲ្យតែញោមស្វាយត្រីអណ្ដែងហ្នឹងហើយបន្ទាប់មកយើងចាប់ដើមលាយគ្រឿងទៅដាក់រ៉ុតឌីតិចស្ករមួយស្ភាកន្លះហើយទឹកត្រីមួយស្ភាឲ្យថែមបន្តិចមកប៉ុណ្ណឹងបានហើយចាក់ទឹកក្តៅចូលបន្តិចទៅដើម្បីឲ្យវាលាយគ្រឿងណាហើយយើងកូរវាមកក្នុងវីដេអូនេះខ្ញុំភ្លេចដាក់ប៊ីចេងបងប្អូនអាចដាក់ប៊ីចេងចូលបន្តិចទៅបើអត់ដាក់ក៏បានដែរបងប្អូនពេលដែលយើងដាក់កូរវារួចរាល់ហើយយើងយកអាគ្រឿងរបស់យើងមិនហ្នឹងយកមកចាក់ចូលស្វាយហ្នឹងមកហើយបន្ទាប់មកយើងចាប់ផ្ដើមញោមវាបងប្អូនកូរវាទៅវិលទៅវិលមកទៅពេលដែលបងប្អូនញោមវាសពគ្រឿងហើយបងប្អូនភ្លក់មើលទៅតើល្មមមាត់បងប្អូននៅបើអត់ល្មមទេបងប្អូនអាចថែមគ្រឿងតាមនឹងទៀតបានបើចំពោះខ្ញុំប៉ុណ្ណឹងល្មមហីពេលញោមហើយបងប្អូនអាចចាប់ចេញដាក់ចានអញ្ចឹងមកដាក់ជីនាងវងពីលើទៅអាចហូបបានហើយអរគុណបងប្អូនដែលទស្សនាវីដេអូនេះកុំភ្លេចជួយ Subscribe ម្នាក់មួយផងបងប្អូនអរគុណ